Đây, một thà một giới bàn tay phật tí nữa tại nhóm mắt cùng trong đời hướng nắng đấy. Rừng class dừng chọn đấng chế mà ao dừng đừng. Rừng class dừng chọn đấng bài chỉ ở dừng đấng của mình. Ban top ពីសាងគេឈ្មោះយ៉ាងរឹងមាំនៅក្នុងវិស័យសិល្បៈអស់រយៈពេលជាង2ទសវត្សរ៍តារាសម្ដែងនិងពិធីករពហុជំនាញលោកប៉ែនចម្រុងបានឈានជើងចូលរបត់ថ្មីដ៏សំខាន់មួយនៅក្នុងជីវិតគឺការបង្ហាញខ្លួនក្នុងនាមជាផលិតករនិងជាអ្នកដឹកនាំរឿងស្នាដៃដំបូងដែលមានចំណងជើងថាភូមិគ្រឹះម្លិះត្រូវបានសម្ពោធដាក់បញ្ចាំងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី24ខែកុម្ភៈឆ្នាំ2026នៅផ្សារទំនើបជីបម៉ុង271 Megamallក្រោមវត្តមានអ្នកអង្គការម៉ៅចំណានគិតបេងប្រធានសមាគមសិល្បករខ្មែរមន្ត្រីជាន់ខ្ពស់នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈក្រសួងកិច្ចការនារីផលិតករជើងចាស់ជាច្រើនរូបតារាសម្ដែងនិងតារាចម្រៀងល្បីៗជួរមុខជាច្រើនទៀតដូចជាលោកព្រាបសវត្ថលោកខេមលោកខាន់ជេមដែលមកពីផលិតកម្ម Galaxy លោកគូម៉ានិងលោកសុក្រិតរួមទាំងដៃគូសហការនិង influencer យ៉ាងច្រើនកកគ្រាន់តែការរៀបចំដ៏អស្ចារ្យប៉ុណ្ណឹងហើយចុះភាពយន្តរបស់លោកអស្ចារ្យប៉ុណ្ណាមានតែគ្រប់រោងកុនទាំងអស់នៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះដែលអាចបកស្រាយបានសូមបងប្អូនកុំភ្លេចចូលរួមទស្សនាឲ្យបានច្រើនកកដែលនឹងចាក់បញ្ចាំងនៅគ្រប់រោងកុនទាំងអស់ចាប់ពីថ្ងៃទី26ខែកុម្ភៈឆ្នាំ2026នេះតទៅថ្លែងទាំងក្តីរំភើបនៅក្នុងពិធីសម្ពោធដ៏អស្ចារ្យនេះលោកប៉ែនចម្រុងបានរៀបរាប់ថានេះគឺជាផ្លែផ្កានៃការតស៊ូនិងការសន្សំក្តីស្រមៃតាំងពីថ្ងៃដំបូងដែលលោកឈានជើងចូលទៅក្នុងសិល្បៈកាលពី23ឆ្នាំមុនលោកបានផ្ដាំផ្ញើទៅកាន់ប្អូនចំនួនក្រោយថាផ្លែផ្កាមិនមែនទទួលបានភ្លាមទេគឺដាំរយៈពេលយូរទើបទទួលបានផលដូចជាលោកជាដើមអត់ធ្មត់ខំប្រឹងធ្វើយ៉ាងស្ងៀមស្ងាត់រហូតទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ភូមិគ្រឹះម្លិះមានអត្ថន័យជ្រៅដែលលោកប៉ែនចម្រុងបានលើកឡើងថាលោកសម្រេចចិត្តបញ្ចេញស្នាដៃនេះនៅក្នុងឆ្នាំ2026ដើម្បីផ្ដល់ឱសថទិព្វជួយរំសាយភាពតានតឹងរបស់ទូរទស្សនិកជនលោកបានប្រៀបធៀបការម្លិះទៅនឹងភាពសុភាពរាបសារនិងក្លិនក្រអូបដែលមិនចេះចំណាយលោកបានសង្កត់ធ្ងន់ថាដល់ពេលដែលផលិតករទាំងចាស់ទាំងថ្មីត្រូវរួមដៃគ្នាបង្កើតស្នាដៃឲ្យមានគុណភាពលោកបានស្នើសុំឲ្យមហាជនខ្មែរបន្តជួយគាំទ្រនិងផ្ដល់តម្លៃដល់ស្នាដៃកូនខ្មែរដើម្បីឲ្យឧស្សាហកម្មភាពយន្តរបស់យើងអាចទៅមុខដោយមោទនភាពនិងដោយភាពរឹងមាំបំផុតលោកបានលើកឡើងជាពាក្យស្លោកដ៏មានអត្ថន័យថាចង់ឲ្យប្រទេសជាតិរឹងមាំទាល់តែសេដ្ឋកិច្ចរឹងមាំដោយសារតែយើងស្នេហាជាតិមានជាតិនិយមគាំទ្រផលិតផលជាតិសេវាកម្មជាតិនិងភាពយន្តជាតិនោះស្មើនឹងស្រឡាញ់ជាតិជួយជាតិការពារជាតិប្រទេសយើងដឹងតែរឹងមាំខ្ញុំបានលីហួរគឹមឆាយពីកម្មវិធី60 Burst